អ្នកជំនាញប្រាប់ថាការចាត់កំហូបអាហារពីរប្រភេទនេះជួយអ្នកស្រកគីឡូមានរាងស្លីមបើអ្នកធាត់អស់ជាច្រើនឆ្នាំមកហើយនិងពិបាកចិត្តស្រកគីឡូទៀតនោះអ្នកត្រូវតែកាត់បន្ថយអាហារពីរប្រភេទនេះដើម្បីរាងកាយអ្នកមានសុខភាពនិងរាងកាយអ្នកមានសាច់ដុំឡើងវិញតាមលោកវេជ្ជបណ្ឌិតបានប្រាប់ថាអ្នកធាត់ងាយនឹងកើតជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមណាស់ពេលអ្នកឈប់ញ៉ាំអាហារពីរប្រភេទនេះជាតិខ្លាញ់ក្នុងខ្លួនក៏ស្រកតាមនឹងដែរទី1កាត់បន្ថយការញ៉ាំជាតិផ្អែមវិធីល្អបំផុតក្នុងការសម្រកគីឡូអ្នកគួរតែសម្រេចចិត្តឈប់ឬកាត់បន្ថយការញ៉ាំអាហារដែលមានជាតិស្ករកែច្នៃមកញ៉ាំគ្រាប់ធញ្ញជាតិជំនួសវិញជាការល្អពេលយើងកាត់បន្ថយការញ៉ាំអាហារប្រភេទផ្អែមរាងកាយរបស់យើងនឹងដុតបំផ្លាញខ្លាញ់នៅក្នុងខ្លួនមកធ្វើជាថាមពលជំនួសវិញគឺជាថាមពលរាងកាយដែលយើងធ្វើចលនានោះឯងបើអ្នកត្រូវការអាហារនិងភេសជ្ជៈមានជាតិផ្អែមនោះអ្នកគួរតែញ៉ាំផ្អែមបែបធម្មជាតិជួយរំលាយជាតិខ្លាញ់បានល្អមានដូចជាទឹកអំពៅទឹកក្រូចទឹកផ្លែប៉ោមសាច់គោសាច់មាន់និងកាហ្វេមានជាតិស្ករតិចអ្នកជំនាញជាច្រើនបានបញ្ជាក់ថាអ្នកដែលចូលចិត្តផឹកគ្រឿងកំប៉ុងមួយថ្ងៃចាប់ពី2កំប៉ុងគឺប្រឈមមុខនឹងជំងឺលើសទម្ងន់ព្រោះមានជាតិស្ករដែលមាននៅក្នុងកំប៉ុងមានរហូតដល់ទៅ78ក្រាមតាមអ្នកអង្គការវិជ្ជបណ្ឌិតគួចមីងលីក៏ធ្លាប់មានប្រសាសន៍ផងដែរថាការញ៉ាំដូចជាជាតិស្ករទឹកក្រឡុកទឹកសេរ៉ូនិងគ្រឿងកំប៉ុងផ្សេងសុទ្ធតែមានជាតិស្ករមិនតិចនោះទេដែលបែបហ្នឹងសុទ្ធតែជារូបមន្តទៅកើតជំងឺធាត់និងជំងឺទឹកនោមផ្អែមទី2អាហារសម្បូរខ្លាញ់មិនល្អយោងតាមគេហទំព័រ Headline បានបង្ហាញនៅប្រភេទខ្លាញ់មិនឆ្អែតអាចជះឥទ្ធិពលអាក្រក់ដល់សុខភាពខួរក្បាលនិងរាងកាយអ្នកឆាប់ប្រែប្រួលទៅជាធាត់លឿនណាស់ចំពោះខ្លាញ់ប្រភេទនេះត្រូវបានគេរកឃើញនៅក្នុងខ្លាញ់សត្វមួយចំនួនតូចនិងមាននៅក្នុងផលិតប្រេងឆាមួយផ្នែកផងដែរនិងមួយផ្នែកទៀតត្រូវបានគេរកឃើញនៅក្នុងអាហារវេចខ្ចប់អាហារសម្រន់នំកញ្ចប់និងអាហាររហ័សចំពោះក្រុមបុគ្គលដែលនិយមញ៉ាំអាហារប្រភេទនេះអនាគតបង្កើនហានិភ័យជំងឺព្រិចភ្លាំងបរិមាណថាមពលខួរក្បាលចុះទាបនិងជាតិខ្លាញ់ក្បាលពោះឡើងទៀតផងអ្នកគួរបដូរមកញ៉ាំអាហារដែលមានជាតិខ្លាញ់មានផ្លែប៊ឺត្រីសាល់មុនស៊ុតត្រីក្រហមត្រីទឹកសាបយើងប្រេងអូលីវនិងទឹកដោះគោដែលមានជាតិខ្លាញ់តិចប្រភេទខាងលើនេះជួយកាត់បន្ថយបរិមាណខ្លាញ់អាក្រក់ពីក្នុងខ្លួននិងបង្កើនខ្លាញ់ល្អដូចនេះហើយតាមការលើកឡើងខាងលើនេះគ្រាន់តែជាការកាត់បន្ថយប្រភេទអាហារជាតិផ្អែមដែលមានជាតិស្ករនិងជាតិខ្លាញ់គីឡូរបស់អ្នកនឹងស្រកជាមិនខានឡើយហើយអ្នកអាចញ៉ាំអាហារទាំងពីរខាងលើនេះឬជាអាហារមួយចំនួនដែលអាចជួយទប់ស្កាត់ចំណង់អាហាររបស់អ្នកមួយផ្នែកទៀតក៏ប៉ុន្តែប្រសិនបើអ្នកចង់សម្រកគីឡូបានលឿននោះអ្នកត្រូវតែមានរបបអាហារដែលត្រឹមត្រូវហើយគួរតែគួបផ្សំជាមួយនឹងលំហាត់ប្រាណផងដែរ